ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel រាត្រីដំណាលក្នុងរាត្រីនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់ពិភពនៃជំនឿនិងអបិយជំនឿខ្មែរដ៏ចាស់ទុំតាមរយៈរឿងនិទានដែលមានចំណងជើងថាប្រលឹងខ្មោចអ្នកតាភូមិអន្លង់រុនជាភូមិដ៏ចំណាស់មួយដែលលាក់ធូនជ្រៅនៅក្នុងខេត្តកំពង់ចាមភូមិនេះត្រូវបានហ៊ុំព័ទ្ធទៅដោយព្រៃឈើធំធំនិងវាលស្រែដ៏ល្វឹងល្វើយជីវិតរបស់ប្រជាជននៅទីនេះគឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើកសិកម្មនិងការគោរពបូជាចំពោះអ្វីដែលមើលមិនឃើញនោះគឺអ្នកតាមរងអ្នកតាមរងគឺជាអ្នកតាដែលប្រជាជនអន្លង់រុនជឿថាមានបារមីខ្លាំងពូកែបំផុតទីកន្លែងគោរពអ្នកតាគឺនៅត្រង់គុនឈើគគីដ៏ធំសម្បើមមួយដែលដុកនៅកណ្ដាលវាលស្រែរបស់ភូមិមិនថាពេលណាឬមានបញ្ហាអ្វីនោះទេគេតែងតែទៅបន់ស្រន់គន់ស្រង់នៅទីនោះក្នុងចំណោមជំនឿទាំងឡាយពាក្យចចាមអារាមមួយដែលគេលួចខ្សឹបខ្សៀវតគ្នាគឺរឿងរ៉ាវរបស់មនុស្សដែលហ៊ានប្រមាថឬធ្វើឲ្យអ្នកតាមរំខំគេនិយាយថាអ្នកណាហ៊ានកាប់ឈើឬជីករះដីក្បែរទីទួលអ្នកតានោះនឹងត្រូវបារមីអ្នកតាធ្វើបាបឬត្រូវប្រលឹងខ្មោចរបស់អ្នកតាតាមយាយីរហូតដល់ស្លាប់កំឡោះសានគឺជាយុវជនវ័យ23ឆ្នាំរស់នៅភូមិអន្លង់រុនសានជាកូនប្រុសប៉ៃនិងមានរូបរាងម៉ាមមួនខុសពីអ្នកភូមិដទៃសានមិនសូវជឿលើរឿងអបិយជំនឿទាំងនេះប៉ុន្មានទេសម្រាប់គេអ្វីដែលមើលមិនឃើញគឺជារឿងដែលមនុស្សចេះតែបំភ័យធ្ញេឪពុករបស់សានបានធ្លាក់ខ្លួនឈឺធ្ងន់ហើយគ្រួសារក៏បានចំពាក់បំណុលគេវ៉ាន់ដកសានបានសម្រេចចិត្តថាត្រូវតែកាប់ផ្លេមួយចំណែកធំដែលនៅជាប់នឹងវាលស្រែរបស់គាត់ដើម្បីធ្វើជាដីស្រែបន្ថែមនិងលក់ឈើខ្លះយកប្រាក់គួរឲ្យអកុសលទីកន្លែងដែលសានគ្រូនឹងកាប់រៀនគឺស្ថិតនៅមិនឆ្ងាយប្រមាណពីទីទួលនឹកតាមរងនៅយប់មួយដ៏សានស្ងាត់ជ្រងំមុនពេលចាប់ផ្ដើមការងារធំសានបានដើរចេញទៅវាលស្រែរបស់ខ្លួនខ្យល់រំភើយត្រជាក់បានបក់មកប៉ះនឹងមុខរបស់គេពេលដើរទៅដល់ព្រៃដែលត្រូវកាប់រៀនសានបានឃើញស្រមោលដ៏ខ្មៅងងឹតមួយរំកើចេញពីទួលអ្នកតាមរងស្រមោលនោះមើលទៅដូចជាមនុស្សមៀតធំម្នាក់កំពុងឈើមើលមកគេសានឈើស្ងៀមមួយសន្ទុះបេះដូងចាប់ផ្ដើមលួចញាប់ខុសធម្មតាគេព្យាយាមគិតថាវាគ្រាន់តែជាពន្លឺព្រះច័ន្ទបញ្ឆោតភ្នែកប៉ុណ្ណោះមិនអីទេគ្រាន់តែជាដើមឈើទេសាននិយាយកងចិត្តពេលសានងាកក្រោយដើម្បីត្រឡប់ទៅផ្ទះស្រាប់តែមានសំឡេងខ្សឹបខ្សៀវពីក្រោយខ្នងរបស់គេស្ដាប់ទៅដូចជាសំឡេងបុរសចំណាស់ឯងមិនត្រូវប៉ះទីនេះទេប្រសិនបើឯងហ៊ានបារមីនឹងតាមជាប់ជីវិតឯងនឹងត្រូវរងទុក្ខវេទនាសានភ្ញាក់ឲ្យយ៉ាងខ្លាំងក៏រត់ប្រណាំងយ៉ាងលឿនចេញពីវាលស្រែនោះទាំងដែលខ្លួនឯងជាមនុស្សមិនជឿលើខ្មោចសោះបន្ទាប់ពីរត់ត្រឡប់មកផ្ទះវិញនៅយប់នោះសានគេងមិនលក់សោះរូបភាពស្រមោលខ្មៅនិងសំឡេងខ្សឹបខ្សៀវនៅតែដកជាប់ក្នុងអារម្មណ៍របស់គេព្រឹកឡើងសានសម្រេចចិត្តមិនប្រាប់នរណាឡើយពីអ្វីដែលបានកើតឡើងដោយខ្លាចគេថាល្ងងឬរវើវាយទោះជាយ៉ាងណាកាតាបេកិតដើម្បីរកប្រាក់សងបំណុលធ្វើឲ្យសានមិនអាចបោះបង់ចោលគម្រោងកាប់រៀនព្រៃបានឡើយគេបានហៅកម្មករ2នាក់ទៀតក្នុងភូមិមកជួយចាប់ផ្ដើមការងារនៅពេលថ្ងៃត្រង់ពេលទៅដល់ទីតាំងព្រៃឈើដែលត្រូវកាប់រៀនសានបានឃើញអ្វីមួយដែលធ្វើឲ្យគេនឹកឃើញដល់រឿងរ៉ាវអបិយជំនឿឡើងវិញដើមឈើធំៗពីរដើមដែលនៅជាប់គ្នាស្រាប់តែមានដានជើងដូចជាដានក្រចកធំឆ្កួតរបកសម្បកចេញហាក់ដូចជាមានអ្វីមួយដែលមានកម្លាំងខ្លាំងបានឡើងចកពីលើវាកម្មករម្នាក់ឈ្មោះពូសៅបានឃើញស្នាមឆ្កួតនោះហើយក៏និយាយទាំងភ័យអូយសានឯមើលនេះដូចជាស្នាមកញ្ចក់របស់សត្វព្រៃយ៉ាក់អីចឹងតែនៅតំបន់នេះអត់មានសត្វធំទេណាមិនមែនអ្នកតាគាត់កំហឹងទេដឹងសានព្យាយាមលាក់ភាពភ័យខ្លាចដោយឆ្លើយយ៉ាងមើងម៉ាត់ពូសៅកំភៃប្រហែលជាសត្វជ្រូកព្រៃឬស្វាធំអីទេយើងធ្វើការទៅកុំឲ្យខាតពេលងាកឡើងបន្ទាប់ពីធ្វើការបានបន្តិចបន្តួចសានក៏ទៅសួរសុខទុក្ខឪពុករបស់គេឪពុករបស់សាននៅតែដេកឈឺហើយមើលទៅដូចជាមានសភាពកាន់តែធ្ងន់ធ្ងរពេលនោះលោកតាគ្រូភូមិដែលជាគ្រូមុនការគុំចាក់ទុំនិងជាអ្នកថែរក្សាទីទួលអ្នកតាបានដើរចូលមកលេងលោកតាគ្រូជាមនុស្សដែលគេគោរពកោតខ្លាចបំផុតក្នុងភូមិលោកតាគ្រូបានសម្លឹងមុខសានដោយក្រសែភ្នែកដ៏មុតស្រួត
รวดนิเยเตียงสำเลงทุนทาขโมยซ่านคล้มลือดำเนิงทาขโมยกำปงแต่กับเรียนเปรยกระบายตีตัวในตามรงต้าววิจิกาเปเตซ่านเมนารามทาตระจะขนองก็เฉลยบาดลูกตาควมจองปงริกไดสไรดำใบรกลุยพี่บาหลักปก លោកតាគ្រូបិទភ្នែកមួយសន្ទុះរួចដកដង្ហើមធំ អ្នកតាមមរុងគាត់មានបារមីខ្លាំងណាស់ទីទួលនោះមិនមែនជាកន្លែងដែលយើងអាចប៉ះពាល់បានដោយងាយទេខ្ញុំធ្លាប់ឃើញមនុស្សជាច្រើនដែលហ៊ានប្រមាថត្រូវរងទុក្ខខ្មោចប្រលឹងអ្នកតាគឺមិនមែនលេងសើចទេក្មួយគូតែបញ្ឈប់ការងារនោះទៅមុនពេលមានរឿងធ្ងន់ធ្ងរកើតឡើងសាននៅតែមិនចង់ជឿគេគិតថាលោកតាគ្រូគ្រាន់តែចង់បំភ័យដើម្បីការពារទីតាំងអ្នកតាដែលជាកន្លែងរកស៊ីរបស់គាត់ប៉ុណ្ណោះសានបានគិតដល់បំណុលដែលជំពាក់គេច្រើនពេកនិងឪពុកដែលដេកឈឺធ្វើឲ្យគេមិនអាចថយក្រោយបានអរគុណលោកតាសម្រាប់ការព្រមានសានតបទាំងគោរពតែខ្ញុំមិនអាចជួបបានទេខ្ញុំនឹងព្យាយាមកាប់រៀនឲ្យឆ្ងាយពីទីទួលបំផុតហើយខ្ញុំនឹងធ្វើពិធីបន់ស្រន់សុំសេចក្តីសុខពីអ្នកតានៅថ្ងៃស្អែក លោកតាគ្រូក្រវីក្បាលដោយអស់សំសឹង ក្មួយសានអើយក្មួយកំពុងតែលេងល្បែងជាមួយអ្វីដែលក្មួយមិនស្គាល់ហើយសង្ឃឹមថាអ្នកតាគាត់នឹងអាណិតតែពេលខ្លះការបន់ស្រន់ក៏មិនអាចជួយបានដែរបើការប្រមាថបានកើតឡើងរួចហើយ លោកតាគ្រូបានចាកចេញទៅទុកឲ្យសានអង្គុយគិតតែម្នាក់ឯងគេក៏បានសម្រេចចិត្តថាត្រូវបន្តការងារដដែលហើយគ្រោងនឹងចាប់ផ្ដើមកាប់ដើមឈើដំបូងនៅព្រឹកស្អែកយប់នោះសានមានសុបិនដ៏អាក្រក់មួយគេឃើញទីទួលអ្នកតាមរងឆែកសន្ធោសន្ធៅហើយមានរូបរាងខ្មៅដ៏ធំមួយដែលមានភ្នែកក្រហមឆ្អៅកំពុងឈើមើលមកគេពីលើគល់ឈើកគីសំឡេងក្រហមបានបន្លឺឡើងថាឯងបានសម្រេចចិត្តហើយអញនឹងតាមយាយីជីវិតឯងព្រឹកប្រហាមឡើងសានភ្ញាក់ពីដំណេកទាំងខ្លួនប្រាណនៅតែស្រាវស្រាន់ដោយសារសុបិនអាក្រក់កាលពីយប់គេបានធ្វើពិធីបន់ស្រន់តូចមួយនៅផ្ទះដោយសូមសេចក្តីសុខពីវត្ថុស័ក្តិសិទ្ធិទាំងអស់ថ្ងៃត្រង់សានបានយកពូថៅនិងច្រវាក់យន្តម៉ាស៊ីនអាឈើទៅកាន់ព្រៃកម្មករទាំងពីរនាក់ក៏បានមកដល់ហើយពួកគេចាប់ផ្ដើមធ្វើការពួកគេបានជ្រើសរើសកាប់ដើមឈើដំបងដែលនៅឆ្ងាយបំផុតពីទីទួលអ្នកតាសានបានចាប់ផ្ដើមដំណើរការម៉ាស៊ីនអាវឈើសំឡេងម៉ាស៊ីនដ៏ខ្លាំងបានបន្លឺឡើងពេញវាលស្រែនិងព្រៃឈើដែលធ្លាប់តែស្ងប់ស្ងាត់បន្ទាប់ពីអាលបានប្រហែលជា10នាទីដើមឈើធំដំបងក៏ដួលរលំចុះមកដីលាន់ឮសូរសន្ធឹកធូលីដីហុយត្រឡមឡើងលើអាកាសសាននិងកម្មករផ្សេងទៀតមានអារម្មណ៍ធូរស្រាលនិងសប្បាយចិត្តជាខ្លាំងព្រោះការងារហាក់ដូចជាមិនមានបញ្ហាអ្វីកើតឡើងដូចដែលលោកតាគ្រូបានប្រមានឡើយប៉ុន្តែភ្លាមនោះពេលដែលកម្មករម្នាក់ឈ្មោះពូសៅកំពុងដើរទៅជិតគល់ឈើដែលទើបនឹងកាប់នោះស្រាប់តែគាត់ស្រែកឡើងដោយក្តីភ័យខ្លាចអូយឈាមហើយសាននិងកម្មករម្នាក់ទៀតឈ្មោះថាលីបានរត់ទៅមើលពួកគេបានឃើញថាឈើដែលទើបនឹងអានោះមិនបានបញ្ចេញចរដោយដើមឈើធម្មតាទេប៉ុន្តែវាបានហូរចេញនៅទឹកថ្លាពណ៌ក្រហមឆ្អៅដូចជាឈាមស្រស់អីចឹងមិនតែប៉ុណ្ណោះទឹកឈាមនោះមានក្លិនឆ្ងៀមខ្លាំងដូចជាក្លិនឈាមមនុស្សទើបនឹងហូរសានភ័យស្លន់ស្លោប៉ុន្តែព្យាយាមរកហេតុផលប្រហែលជាចររបស់វាមានពណ៌ចម្លែកទេពូសៅមិនមែនឈាមទេអត់ទេនេះពិតជាឈាមហើយខ្ញុំធ្លាប់កាប់ដើមឈើច្រើនហើយมันមានដើមណាបញ្ចេញឈាមដូចនេះទេអ្នកតាគាត់ខឹងហើយពូសៅលន់មាត់ទាំងខ្លួនញ័រពេលពួកគេកំពុងតែឈើពិភាក្សាគ្នានោះស្រាប់តែអាកាសធាតុដ៏ស្រឡះល្អបានប្រែប្រួលយ៉ាងលឿនមេឃងងឹតស្លុបហើយខ្យល់កន្ត្រាក់បានចាប់ផ្ដើមបក់យ៉ាងខ្លាំងរហូតដល់ហាក់ដូចជាព្យុះអ្វីដែលធ្វើឲ្យពួកគេកាន់តែតក់ស្លុតគឺភ្លៀងដែលចាប់ផ្ដើមធ្លាក់មកភ្លៀងនោះមិនមែនជាទឹកធម្មតាទេតែវាជាភ្លៀងដែលមានពណ៌ក្រហមដូចឈាមហើយធ្លាក់មកយ៉ាងជោគជាមតែត្រឹមលើតំបន់ដែលពួកគេកំពុងកាប់ប៉ុណ្ណោះពេលក្រឡេកទៅមើលភូមិឆ្ងាយមេឃនៅទីនោះនៅតែស្រឡះធម្មតាពូសៅនិងលីភ័យស្លន់ស្លោរហូតដល់លែងគិតពីលួយកាក់ទៀតហើយសានខ្ញុំឈប់ហើយខ្ញុំលែងហ៊ានទេនេះគឺជាការយាយីណាតាពូសៅស្រែកតាំងរត់ចេញទៅលីក៏បានរត់តាមពូសៅទៅយ៉ាងលឿនដែរសានឈើនៅទីនោះតែម្នាក់ឯងក្រោមភ្លៀងឈាមពណ៌ក្រហមឆ្អៅគេមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលគេពីទីទួលអ្នកតា
เพียบภัยคลาดดอทมเทงได้เก้ถลวบชีอิมบอดิสาดกาปิมุนเปลนี้บ้านจากสรดเป้งแบะโดงระบอกเกเนเปนุสำเลงสับเสียวแดซานทลับหรือกาปิจบดำบงก็บ้านบรรลือลางสาเจทำไมปันตาเหลือกนี้เวียกันเดจบะหนึ่งคลังเจียงมนเชียมกือจีกาชับเดิมเนะตรูแต่ซองไอ้บันดักประลึงแดดเด็กลวหายสารก็บานรถยางเลื่อนเจ้งไปกลายนุกดอมันเหียนเงียครอยเมื่อไหลการสำหรับจัดระบอกเก้บานน้อมมอกเนื้อสัญญาอครอกดอจำไลหนึ่งปรือปรวดหอยสารบานรึดตลบหมกเตียวิงเตียงคลวนปราณสามโชกโดยซาเพลียงปัวกระหอมเจ้าเนาะเกประยับโจลขนงมันตุบตึกหอยเสียเยี่ยมเลียงสำอาดคลวนอ้อยบ้านสะอาดบำพอดเปลเจนปีบรรตุบตึกซ่านบ้านกอดสมกว่าเขื่อนท้าเนื้อตามจุนแจงพิแทระบอกเกฮะด้วยชิเมียนคลึนเงียมเฉียมด้วยจัวเชอได้เกกับโนแดเก็บชี้เยี่ยมแสวงโรคประพบในคลึนปันแต่โรคมันเคยหลายยุบโนสารสำรัดจุดมันเจงตนาเตเกเด็กละลือเกรเตียงพแนกเนื้อเบิกหายเบะโดงโหลดหยอบเก็บชี้ยิ้มปรับคลูนไอน์ทาเอาไว้แต่บ้านแกดไลน์คือกรอนแต่จีกาอยู่เจอลำหรือจีระเบิดถอมาจีดมวยปนโนประหารจีมองดอกปีหยบเนื้อเปได้ภูมิแต่งมูลบานสงบสงัดแต่งสรงสรับแต่สารบานลือสำเลงดาดอดทงนเนื้อคางกลายพุเตะระบอกเกสำเลงดานุคือดาวจุมวิงฟิแต่ระบอกเกจำนวนใบจุมเตียงยืดหนึ่งเมียนจังหวักสำเลงนุทงนนะหักโดยจีมนุเมียดยักษ์มาแนกกำปงดาหายรอลเป็นได้ดามาดองแต่ระบอสารก็รันจ้วยติกได้สารลับมือตามจันล็อกกระดาพี่แต่ปันแต่มันเคยเอาไว้ตั้งกล่าวดีพีบงงึดเก๋ภัยคลายคลังเบกระโหดดองมันเฮี้ยนกำเริกคลวนหลายพีบสงัดจรงงมในราตรีบันทั่วเอาสำเลงดานุกันแต่ล้วนหรือคลังหลังบรรทอปีดาบานใบจุมสำเลงก็สงัดเตเวนสารดอกดังหามถุมดอยทูสบายปุ่นใต้มันตอนบานปนมานพงสรับตาเมียนสำเลงเก้าหรือเนอตรองจุนเจียงกบ้ากบ่าวดำเนกรบาเกซื้อสำเลงเก้านุสดับเตอร์ดูจีกระจอกได้ดมุดสรวยมวยกำปงเก้าเลือบันแตกดาเวียถือให้ซานนึกเคยดาวสนามชโกดเลือดามเชอการปิงเซอร์เหม่งปรึกล่างซานประยับเตเมื่อเอาปุกดากำปงเด็กชื่อเปตดาวบรรทุบกิเมียนกาเตาะสลุดเจียคลังเอาปุกระบอกซานในแต่บรรต่อเด็กชื่อปันแต่เลิกนี้สเพียบระบอกกอดกันแต่อักรอกทะเตอสบายระบอกกอดแปรจีสงวดเฮามีนสนามอดปอสไฟจิจรันลิกลางเป็นคลวนเอาไว้แดกูปรุยบังพดโนกือเลือใดระบอกกอดมีนสนามชกดกระจอกทมจำนวนใบด้วยเขียตะหนึ่งสนามได้กี่คืนเนื้อเลือดามเชอกาปิดไงมนได้มาได้ระบอกสารบานองกุ้ยกบายอปกหายกงปุ้งยมสารยุบมึนปกอ่างก้อนเยยระเวอระวายเป็นยุบกอดสไลทาเกยมาโยเฮยกุมเปียกขี้งเฮยเปปรึกหลังสรับแต่เมียนสนามนี่เกทานี้ประหารเฉบารมีเนตาที่คนสารแรงเหียนบาดิแสนหายเอาไว้ได้กำปงกาดล้านคือเวียดเตียกตองเขนียแทงออกเพียบยีระบอบประลึงขมอยเนตามันตรำต้าตามยีรูปเกเตแต่เวียบ้านถือบาบดอนโอปุกระบอกเกได้กำปงชื่อเตียกพองสารมีนอารมณ์ทาคลูนไอน์ปึ๊ดจีเมียนกมโฮทุนนะแต่บานบังเกาะบัญหาโดยซาแต่เพียบรังรั้วหนึ่งการมันเชื่อระบอกเกสารดังถาเกเหมือนไอโตตุลจมวยบารมีนี้แต่ไอบานลอยเกตรแต่รกจมนวยจมเรือแต่หมดกุดได้เกนึกเคยคือลูกตากรูภูมิสารบานรถเตอแต่ลูกตากรูแทงปรึกเฮาบานเรียบรอบเรื่องราวแทงออกตั้งปีดามระโหดดอสนามชโกดในเรือใดอปกระบอกเกลูกตากรูบานสดับดอยพีบสงบสงัดรูดดอกดังหามถุมขยมบานประเมียนขโมยไฮขโมดประลึงเนตากดมันโจจัดเอาหนนาประมาเตอลือกดจับประดามยีดอกโครซาขโมยไฮแต่เนื้อมันตวนหัวเปเตเยิ้งเตยแต่เธอพิธีมวยแต่พิธีนี้เมียนกรูถนักนะลูกตากรูบานปรับสารถ่าพิธีนี้มันแมนจีพิธีสมขมาโตธรรมดาเล่าแต่เชียพิธีสองเปร่งดำใบลวงล้มอย่าตามรงไอดอกบารมีเจงปีกรูสาสารจีบันดออาสอนเซนขโมยซ่านพิธีนี้ตำโรไอเมียนสัตบูเจียดอเมียนตำไลหนึ่งเครื่องบูเจียกรบหมกเอาไว้ได้สำคัญบำพดคือขโมยตรูแต่ยกระบบได้จวบแตะตัวหนึ่งได้ขโมยบันกับกาปีมาเซลมิน
មកដុតប៊ូជានៅមុខទីតួអ្នកតាមរងលោកតាគ្រូបានបញ្យល់សានបានប្រញាប់ទៅរកគ្រឿងរៀបចំពិធីគេបានទិញក្បាលជ្រូកមេមាន់ស្ងោរផ្លែឈើនិងគ្រឿងសក្ការៈជាច្រើនទៀតចំណែកឯរបស់របរដែលជាប់តាក់ទងនឹងការកាប់ឆ្ការព្រៃគឺមានពូថៅនិងចង្វាក់យន្តដែលគេបានប្រើប្រាស់នៅយប់នោះលោកតាគ្រូនិងសានបានធ្វើដំណើរទៅកាន់ទីទួលអ្នកតាមរងនៅកណ្ដាលវាលស្រែអាកាសធាតុនៅយប់នោះគឺងងឹតសូនឈឹងហើយមានតែពន្លឺចង្គៀងប្រេងកាតតូចមួយប៉ុណ្ណោះដែលជះទៅលើគល់ឈើកគាដ៏ធំដែលជាទីសក្ការៈអ្នកតាមរងលោកតាគ្រូចាប់ផ្ដើមសូត្រមន្តគាថាបាលីជាភាសាបុរាណសំឡេងសូត្រមន្តនោះស្ដាប់ទៅដូចជាសំឡេងធ្ងររងំក្នុងភាពស្ងប់ស្ងាត់នៃរាត្រីផ្សែងធូបនិងក្លិនគ្រឿងក្រអូបបានសាយភាយពេញបរិវេណនោះពេលសូត្រមន្តចប់លោកតាគ្រូក៏បានប្រាប់សានក្មួយត្រូវតែដុតគ្រឿងបូជាទាំងនេះដុតពូថៅនិងម៉ាស៊ីនអាឈើនោះថងហើយពេលដុតក្មួយត្រូវនិយាយសូមខមាទោសដោយស្មោះសូមអង្គវរគាត់កុំឲ្យយាយីគ្រួសារក្មួយទៀតសានក៏បានធ្វើតាមដោយប្រញាប់គេចាប់ផ្ដើមដុតគ្រឿងបូជារួមទាំងពូថៅនិងច្រវាក់យន្តពេលដែលម៉ាស៊ីនអាឈើចាប់ផ្ដើមឆេះស្រាប់តែមានសំឡេងក្រហឹមដកខ្លាំងមួយបានបន្លឺឡើងពីក្នុងគល់ឈើគគីនោះហាក់ដូចជាមាននរណាម្នាក់កំពុងស្រែកដោយក្តីឈឺចាប់នៅពេលនោះដុំភ្លើងនៃការដុតគ្រឿងបូជាក៏បានបាញ់ខ្ពស់ទៅលើអាកាសខ្យល់ព្យុះកន្ត្រាក់មួយរំពេចបានបោកបក់មកយ៉ាងខ្លាំងរហូតដល់ពន្លត់ភ្លើងនិងចង្គៀងប្រេងកាតអស់ទីនោះបានប្រែជាងងឹតសុំឈឹងហើយអ្វីហាក់ដូចជាស្ងាត់ឈឹងលោកតាគ្រូបានយកមម្រាមដៃទៅស្ទាបដីគាត់បានស្ដាប់ហើយតែគាត់ខឹងខ្លាំងណាស់ពេលដែលពួកគេកំពុងតែត្រៀមចាក់ចិនស្រាប់ថាលោកតាគ្រូបានឃើញភ្នែកពណ៌ក្រហមឆ្កៅពីរគូលេចឡើងនៅចន្លោះគល់ឈើគគីភ្នែកនោះសម្លឹងមើលទៅសានដោយពន្លឺដ៏កាចសាហាវបន្ទាប់មកសំឡេងដ៏ធ្ងន់និងរងំក៏បានបន្លឺឡើងនៅក្នុងត្រចៀករបស់សានតែម្នាក់ឯងការបូជានេះមិនគ្រប់គ្រាន់ទេរបស់ដែលឯងបង់គឺគ្រាន់តែជាដែកធម្មតាឯងត្រូវបង់នៅអាយុរបស់ឯងលោកតាគ្រូបានប្រាប់សានឲ្យរត់ទៅផ្ទះភ្លាមពេលត្រឡប់មកដល់វិញពួកគេឃើញថាឪពុករបស់សានបានធូរស្រាលបន្តិចហើយស្នាមឆ្កួតនៅលើដៃរបស់គាត់ក៏ចាប់ផ្ដើមរលត់បាត់បន្តិចម្ដងដែរយើងបានសម្រេចគួរដៅបណ្ដោះអាសន្នហើយក្មួយគាត់បានដកបារមីចិនពីឪពុកក្មួយហើយតែគាត់បានទាមទារនៅថ្លៃដើមមួយផ្សេងទៀតខ្ញុំខ្លាចណាស់ព្រលឹងខ្មោចអ្នកតាគាត់បានទាមទារអាយុជីវិតរបស់ក្មួយហើយលោកតាគ្រូបាននិយាយទាំងទឹកមុខស្លេកស្លាំងប៉ុន្មានថ្ងៃក្រោយពិធីបូជាសានចាប់ផ្ដើមមានអារម្មណ៍ថារាងកាយរបស់គេប្រែប្រួលយ៉ាងចម្លែកគេដែលធ្លាប់ជាយុវជនម្នាក់មានកម្លាំងមាំមួននិងមិនងាយឈឺថ្កាត់ឥឡូវនេះស្រាប់តែបាត់បង់កម្លាំងទៅវិញគ្រាន់តែលើករបស់ស្រាលក៏ធ្វើឲ្យគេអស់កម្លាំងខ្លាំងដែរកម្លាំងដែលគេធ្លាប់ប្រើដើម្បីកាប់ឆ្ការព្រៃកាលពីមុននោះឥឡូវនេះបានបាត់បង់អស់ទៅហើយគេតែងតែងងុយដេកហើយមានអារម្មណ៍ថាខ្លួនឯងហត់នឿយខ្លាំងណាស់លោកតាគ្រូបានមកមើលសានហើយនិយាយដោយទឹកមុខក្រៀមក្រំក្មួយសាននេះគឺជាឥទ្ធិពលការទាមទារអាយុអ្នកតាហើយគាត់មិនបានយកជីវិតក្មួយភ្លាមទេតែគាត់បានទាញយកធម៌ពលនិងកម្លាំងជីវិតរបស់ក្មួយបន្តិចម្ដងក្មួយនឹងប្រែទៅជាចាស់មុនអាយុអ្វីដែលធ្វើឲ្យសាននិងម្ដាយរបស់គេកាន់តែភ័យខ្លាចគឺការផ្លាស់ប្ដូររូបរាងរបស់សានមួយអាទិត្យក្រោយមកសក់របស់សានចាប់ផ្ដើមជ្រុះនិងឡើងស្កៅមិនយូរប៉ុន្មានសក់ស្ទើរតែពាក់កណ្ដាលនៃក្បាលរបស់គេបានប្រែក្លាយទៅជាសលើសពីនេះទៀតសានចាប់ផ្ដើមមានស្នាមជ្រីវជ្រួញនៅលើមុខបើទោះជាគេទើបតែមានអាយុ23ឆ្នាំក៏ដោយស្បែករបស់គេមើលទៅដូចជាស្បែករបស់មនុស្សចំណាស់អាយុប្រហែល60ឆ្នាំទៅហើយភ្នែករបស់គេលែងមានពន្លឺដូចមុនទៀតហើយតែមើលទៅដូចជាភ្នែករបស់មនុស្សដែលខ្វះកម្លាំងនិងអស់សង្ឃឹមអ្នកភូមិចាប់ផ្ដើមលួចខ្សឹបខ្សៀវដល់ពេលដែលឃើញសានពួកគេជឿជាក់ថាសានបានត្រូវបារមីអ្នកតាដាក់ទោសដោយសារតែហ៊ានប្រមាថទីតួសក្ការៈម្ដាយរបស់សានយំសោកយ៉ាងខ្លាំងព្រោះតែឃើញកូនប្រុសរបស់ខ្លួនប្រែជាចំណាស់ក្នុងវ័យក្មេងកូនអើយកូនព្រមទាំងទៅបន់ស្រន់គាត់ទៀតទៅថ្វាយអ្វីក៏ថ្វាយទៅ
แม่มันจ้องคืนโกนคลายจีแบบนี้เตសានដឹងថាគេមិនអាចបន្តរស់នៅបែបនេះបានទេដោយរងចាំឲ្យអាយុជីវិតរបស់គេរៀងស្ងួតបន្តិចម្ដងគេត្រូវតែរកវិធីដើម្បីដោះស្រាយបញ្ហានេះម្ដងទៀតមិនមែនត្រឹមតែបន់ស្រន់លួងលោមដោយការពីមុន សានបានទៅសួរសុខទុក្ខលោកតាគ្រូជាថ្មីម្ដងទៀតលោកតាខ្ញុំមិនអាចរស់នៅបែបនេះបានទេតើនៅមានវិធីណាទៀតទេដើម្បីឲ្យខ្ញុំអាចយកកម្លាំងរបស់ខ្ញុំមកវិញតើខ្ញុំត្រូវធ្វើអ្វីខ្លះទៀតខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាងឲ្យតែខ្ញុំអាចយកអាយុជីវិតរបស់ខ្ញុំមកវិញបាន លោកតាគ្រូបានគិតគូរយ៉ាងយូរហើយក៏បានបើកសៀវភៅមន្តអាគមចាស់មួយក្បាលលោកតាបានរកឃើញនៅទំព័រមួយដែលនិយាយអំពីការដោះប្រស្នាជាមួយខ្មោចព្រលឹង ក្មួយសាននៅមានវិធីមួយតែវាតម្រូវឲ្យក្មួយធ្វើដំណើរដល់គ្រោះថ្នាក់មួយទៅកាន់កន្លែងដ៏អាថ៌កំបាំងខ្មោចព្រលឹងនឹកតាមរងគឺពិតជាបារមីដែលជាប់ចម្ពាក់នឹងរបស់ដ៏មានតម្លៃរបស់គាត់កាលពីគាត់នៅរស់ប្រសិនបើក្មួយអាចរកឃើញកំណប់ទ្រព្យរបស់គាត់ដែលគេបានលែងទុកហើយយកវាទៅថ្វាយគាត់នៅទីទួលនោះគាត់នឹងដោះលែងក្មួយពីបណ្ដាសានេះ លោកតាគ្រូបានពន្យល់ថាអ្នកតាមរងកាលពីនៅរស់គឺជាអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ហើយគេមានដាវបុរាណមួយដែលគេស្រឡាញ់ជាងជីវិតទៅទៀតដាវនោះត្រូវបានគេលាក់ទុកនៅកន្លែងដ៏អាថាកំបាំងមួយនៅក្នុងព្រៃជ្រៅដែលគេហៅថារូងភ្នំប្រលឹង ដើម្បីជួយសានលោកតាគ្រូបានហែកផែនទីមួយចំណែកពីសៀវភៅមន្តអាគមនោះហើយបានប្រគល់វាទៅឲ្យសាន នេះជាផែនទីសម្ងាត់វាអាចនាំក្មួយទៅកាន់រូងភ្នំប្រឡឹងក្មួយត្រូវប្រយ័ត្នព្រៃនោះមានបារមីខ្លាំងពូកែជាងនៅទីទួលទៅទៀតហើយការធ្វើដំណើរនេះអាចជាដំណើរបាត់បង់ជីវិត តើដាវបុរាណរបស់អ្នកតាមរងមានឥទ្ធិពលអ្វីខ្លះតើសានដែលមានរូបរាងចាស់មុនអាយុនិងអស់កម្លាំងអាចធ្វើដំណើរឆ្លងកាត់រូងភ្នំប្រលឹងដ៏គ្រោះថ្នាក់នោះបានដោយរបៀបណាសានបានត្រៀមស្បៀងអាហារតិចតួចនិងកាន់ផែនទីចាស់ដែលលោកតាគ្រូបានឲ្យដំណើររបស់គេចាប់ផ្ដើមនៅពេលព្រឹកព្រលឹមដើម្បីឆ្លៀតពេលប្រើពន្លឺថ្ងៃឲ្យអស់ពីលទ្ធភាពគេមើលទៅគួរឲ្យអាណិតណាស់ដោយសារតែរូបរាងកាយដែលប្រែប្រួលនិងកម្លាំងខ្សោយ ម្ដាយរបស់សានបានយំអង្វរគេឲ្យនៅប្រទេសប៉ុន្តែសានបានតាំងចិត្តយ៉ាងមុតមាំថាគេត្រូវតែធ្វើដំណើរនេះដើម្បីយកជីវិតរបស់ខ្លួនមកវិញ យោងតាមផែនទីរូងភ្នំប្រលឹងស្ថិតនៅជ្រៅខឹងព្រៃភ្នំមួយដែលត្រូវដើរឆ្លងកាត់វាលស្រែនិងព្រៃតូចៗជាច្រើនថ្ងៃពេលចូលដល់ព្រៃជ្រៅដែលជាតំបន់មិនធ្លាប់មាននរណាហ៊ានចូលទេសភាពក៏ចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងចម្លែកដើមឈើនៅទីនេះមានទំហំធំៗហើយមានរាងកោងត្រេតៗហាក់ដូចជាកំពុងលាតដៃចាប់សានពន្លឺព្រះអាទិត្យក៏មិនអាចចាំងចូលដល់ដីបានដោយងាយដែរធ្វើឲ្យបរិយាកាសទាំងមូលងងឹតអាប់អួរសានមានអារម្មណ៍ថាមានអ្វីមួយកំពុងសម្លឹងមើលគេគ្រប់ជំហានដែលគេដើរគេតែងឮសំឡេងដូចជាសត្វស្លាបយំឬសំឡេងខ្សឹបខ្សៀវចម្លែកដែលហាក់ដូចជាតាមពីក្រោយគេដោយសារតែរាងកាយដែលបាត់បង់កម្លាំងសានត្រូវចំណាយពេលយូរណាស់ក្នុងការដើរនៅពេលរសៀលថ្ងៃទី2នៃការធ្វើដំណើរសានបានអង្គុយសម្រាកនៅក្រោមដើមឈើធំមួយគេអស់កម្លាំងខ្លាំងពេករហូតដល់ដេកលោកទាំងថ្ងៃក្នុងសុពិននោះសានបានឃើញខ្លួនឯងដើរថយក្រោយក្នុងភាពងងឹតគេកាន់តែដើរថយក្រោយរូបរាងរបស់គេក៏កាន់តែប្រែជាក្មេងវិញបន្តិចម្ដងស្រាប់តែមានដៃដ៏ធំសម្បើមមួយដែលមានក្រចកមុតចាប់មកលើស្មារបស់ គេហើយរុញគេទៅមុខវិញ ឯងមិនអាចរត់គេចពីវាសនានេះទេរបស់ដែលជារបស់អញគឺត្រូវតែជារបស់អញសំឡេងដ៏រងំរបស់ញាតាបានបន្លឺឡើង សានភ្ញាក់ឡើងដោយភេទភ័យហើយក៏បានឃើញថាផែនទីនៅក្នុងដៃរបស់គេស្រាប់តែមានស្នាមឆ្កួតក្រចក3ដូចគ្នាទៅនឹងស្នាមនៅលើដើមឈើនិងដៃឪពុករបស់គេដែរ សានបន្តដំណើរទាំងងាប់ញ័រពេលដើរទៅដល់ជន្លង់ភ្នំមួយគេក៏បានឃើញសញ្ញានៅក្នុងផែនទីដែលបង្ហាញថារូងភ្នំប្រលឹងនៅជិតបង្ការហើយ ប៉ុន្តែផ្លូវទៅកាន់រូងភ្នំត្រូវបានបិទដោយដើមឈើធំជាច្រើនដើមដែលដួលរលំទម្រាបគ្នាទៅវិញទៅមកហាក់ដូចជាមាននរណាម្នាក់ទម្លាក់វាយ៉ាងមានចេតនាដើម្បីបិទផ្លូវ
ដើមឈើនីមួយៗសុទ្ធតែមានស្នាមក្រជុកឆ្កួតដោយសារតែរូបរាងចាស់និងខ្សោយកម្លាំងសានមិនអាចមានលទ្ធភាពលើកឬរើដើមឈើទាំងនោះចេញបានទេ ពេលសានឈរអស់សង្ឃឹមនៅមុខឧបសគ្គនោះស្រាប់តែមានខ្យល់ព្យុះដ៏ខាងមួយបានបក់មកពីទិសទីទួលញាក់តាមរងខ្យល់នោះបានបោកបក់ចំដើមឈើដែលដួលនោះរហូតដល់វាផ្ទុះឆេះដោយខ្លួនឯង Who's so ភ្លើងបានឆេះដើមឈើនោះអស់ទៅជាផេះក្នុងរយៈពេលដ៏ខ្លីបើកផ្លូវឲ្យសានអាចបន្តដំណើរទៅមុខបានទោះជាយ៉ាងណាសានដឹងថានេះមិនមែនជាជំនួយទេតែជាការអនុញ្ញាតដ៏កាចសាហាវពីអ្នកតាមរងឲ្យគេបន្តដំណើរទៅរកកំណប់របស់គាត់ នៅចំពោះមុខសានគឺមាត់រូងភ្នំមួយដែលងងឹតសូនឈឹងនិងមានក្លិនអាប់អួរដ៏គួរឲ្យខ្លាចសានបានសម្រេចចិត្តបកជំហានចូលទៅក្នុងមាត់រូងភ្នំភាពងងឹតនៅក្នុងរូងភ្នំគឺងងឹតខ្លាំងណាស់រហូតដល់ហាក់ដូចជាលេឡំជាមួយនឹងក្លិនធូលីនិងក្លិនអាប់អួរនៃធាតុអាក្រក់ក្លិននោះគឺស្រដៀងទៅនឹងក្លិនឈ្ងៀមឈាមដែលចេញពីគល់ឈើកាលពីមុនដែរ ដោយសារតែគ្មានពន្លឺសានត្រូវតែប្រោមម្រាមដៃដ៏ជ្រីវជ្រួញរបស់គេស្ទាបតាមជញ្ជាំងថ្មត្រជាក់ដើម្បីដើរទៅមុខសានមានអារម្មណ៍ថារាល់ពេលដែលគេប៉ះនឹងជញ្ជាំងហាក់ដូចជាមានអ្វីមួយរំកិលចេញពីថ្មនោះ នៅពេលដែលសានដើរចូលកាន់តែជ្រៅភាពយីយីក៏ចាប់ផ្ដើមកើតឡើង ដំបូងគេបានឮសំឡេងខ្សឹបខ្សៀវជាច្រើនហាក់ដូចជាកំពុងនិយាយគ្នាពីចម្ងាយប៉ុន្តែសំឡេងនោះមិនអាចចាប់បានថានិយាយអ្វីនោះទេបន្ទាប់មកសានមានអារម្មណ៍ថាមានដៃត្រជាក់មួយបានចាប់ទាញជើងរបស់គេសានប្រញាប់លុកដៃទៅចាប់តែគ្មានអ្វីសោះគេដឹងថាទាំងនេះគឺសុទ្ធតែជាការយាយរបស់ខ្មោចព្រលឹងអត្តាដើម្បីឲ្យគេភ័យខ្លាចហើយត្រឡប់ចេញទៅវិញដោយសារតែសានធ្លាប់ត្រូវបារមីអ្នកតាយាយីម្ដងហើយម្ដងទៀតសានបានតាំងចិត្តកាន់តែរឹងមាំដោយគិតថាគេគ្មានអ្វីត្រូវខ្លាចទៀតទេព្រោះអាយុជីវិតរបស់គេកំពុងត្រូវទាមទាររួចទៅហើយបន្ទាប់ពីដើរជាច្រើនម៉ោងសានក៏បានទៅដល់បន្ទប់ធំមួយនៃរូងភ្នំនៅទីនោះគេបានឃើញពន្លឺដ៏ចម្លែកមួយបញ្ចេញរស្មី ពន្លឺនោះចេញមកពីដាវបុរាណមួយដែលត្រូវបានដាក់លើថ្មដាដ៏ខ្ពស់មួយនៅកណ្ដាលរូងភ្នំដាវនោះមានចំណុចទាញធឿពីមាសរីឯស្រោមដាវវិញមានដាំត្បូងយ៉ាងភ្លឺផ្លេកដាវនេះមានឈ្មោះថាដាវកែវភ្នែកប្រលឹង ពេលសានដាវទៅជិតដាវនោះហាក់ដូចជាមានជីវិតរួចក៏បានបញ្ចេញពន្លឺពណ៌ស្វាយយ៉ាងខ្លាំង ពេលសានចាប់កាន់ដាវនោះស្រាប់តែមានអារម្មណ៍ថាមានថាមពលដ៏មហិមាមួយបានហូរចូលទៅក្នុងខ្លួនរបស់គេ ប៉ុន្តែអ្វីដែលគួរឲ្យព្រឺព្រួយប៉ុនផិតនោះគឺនៅពេលដែលសានចាប់កាន់ដាវនោះបានចាប់ផ្ដើមនិយាយទៅកាន់គេសំឡេងនោះគឺជាសំឡេងរបស់បុរសមាសធំនិងរងឹមដូចជាសំឡេងដែលសានធ្លាប់លីនៅទីទួលអ្នកតាមរងអូទីបំផុតក៏មានអ្នកមកប៉ះនឹងអញម្ដងទៀតហើយអញបានរងចាំរបស់នេះជាច្រើនឆ្នាំហើយ សំឡេងបន្តថា ដាវនេះគឺជារបស់សំខាន់បំផុតរបស់អញកាលពីនៅរស់វាជាភ្នែករបស់អញបានរកវាឃើញហើយតែឯងមិនទាន់ដឹងទេថាការយករបស់ដែលជារបស់អញគឺត្រូវដូរជាមួយនឹងអ្វីពេលនោះថាមពលដែលសានមានអារម្មណ៍ថាហូរចូលក្នុងខ្លួននោះក៏បានចាប់ផ្ដើមបឺតចេញពីខ្លួនរបស់គេវិញសានមានអារម្មណ៍ថាកម្លាំងនិងជីវិតរបស់គេរៀងស្ងួតយ៉ាងលឿនដើមនោះបានបញ្ចេញពន្លឺកាន់តែខ្លាំងរួចក៏បានបញ្ចេញនៅរូបភាពស្រមោលនៃបុរសម្នាក់ដែលមានរាងកាយខ្មៅអន្ធការហើយកំពុងតែសម្លឹងមើលសានដឹងថាគេកំពុងតែបាត់បង់អាយុជីវិតរបស់គេយ៉ាងលឿនគេប្រមូលកម្លាំងចុងក្រោយរបស់គេដើម្បីរត់ចេញពីក្នុងរូងភ្នំទាំងដែលនៅតែកាន់ដាវកែវភ្នែកប្រលឹងនោះជាប់ដៃសានបានរត់ចេញពីក្នុងរូងភ្នំប្រលឹងទាំងខ្លួនប្រាណញ័រទៅត្រើកនិងអស់កម្លាំងស្ទើរតែដួងសន្លប់ទោះជាគេកាន់ដាវកែវភ្នែកប្រលឹងនៅក្នុងដៃក៏ពិតមែនប៉ុន្តែដាវនោះកំពុងតែធ្វើឲ្យគេមានអារម្មណ៍ថាចាស់ទៅយ៉ាងលឿនបំផុតនៅពេលគេចេញមកដល់ក្រៅរូងភ្នំគេមានអារម្មណ៍ថាខ្លួនគេចាស់ទៅប្រហែលជាអាយុ70ឬ80ឆ្នាំទៅហើយគេពិបាកដកដង្ហើមហើយជើងរបស់គេក៏លែងមានកម្លាំងសម្រាប់ដើរទៀតដែរ សានដឹងថាគេត្រូវតែប្រញាប់ទៅដល់ទីទួលអ្នកតាមរងឲ្យបានឆាប់បំផុតមុនពេលដែលដាវនោះបឺតយកអាយុជីវិតរបស់គេអស់ដោយសារតែអស់កម្លាំងពេកសានក៏ដួលទៅលើដៃហើយទម្លាក់ដាវនោះចោល
ពេលដែលដាវនោះនៅឆ្ងាយពីខ្លួនរបស់គេសានមានអារម្មណ៍ធូរស្រាលបន្តិចវិញហើយឡើងមានអារម្មណ៍ថាបាត់បង់កម្លាំងទៀតហើយ ប៉ុន្តែពេលដែលដាវនោះធ្លាក់ដល់ដីស្រាប់តែដាវកែវភ្នែកប្រលឹងក៏បានបញ្ចេញពន្លឺពណ៌មាសមួយរំពេចពន្លឺនោះបានគ្របដណ្ដប់លើរាងកាយរបស់សានហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកម្លាំងកាយរបស់គេបានចាប់ផ្ដើមត្រឡប់មកវិញបន្តិចម្ដងស្នាមជ្រាវជ្រួញលើផ្ទៃមុខរបស់គេក៏ហាក់ដូចជារលប់បាត់ទៅវិញខ្លះៗដែរ សានយល់ថានេះមិនមែនគ្រាន់តែជាដាវទេប៉ុន្តែវាគឺជាប្រភពថាមពលអ្នកតាមរងដាវនេះអាចបឺតយកថាមពលប៉ុន្តែនៅពេលដែលវាដឹងថាម្ចាស់កាន់វាក្នុងន័យនេះសានកំពុងកាន់វាដើម្បីយកដេថ្វាយអ្នកតាស្ថិតក្នុងគ្រោះថ្នាក់វាអាចបញ្ចេញថាមពលមកវិញបានផងដែរ សានបានប្រមូលកម្លាំងដែលបានមកវិញបន្តិចនោះហើយក៏ចាប់យកដាវនោះឡើងវិញដោយប្រុងប្រយ័ត្នគេសម្រេចចិត្តកាន់ដាវនោះដោយក្រណាត់ដើម្បីកុំឲ្យស្បែករបស់គេប៉ះផ្ទាល់នៅពេលនោះសំឡេងដ៏រងំអ្នកកតាបានបន្លឺឡើងសារជាថ្មីប៉ុន្តែលើកនេះវាមិនមែនជាសំឡេងគំរាមទេតែជាសំឡេងទាមទារ ប្រញាប់ឡើងអញត្រូវតែយកវាមកថ្វាយអញរបស់អញត្រូវតែត្រឡប់មករកអញវិញប្រសិនបើអញយឺតឯងនឹងបង់រលីងទាំងអស់ សានបានដឹងថាខ្មោចប្រលឹងអ្នកតាពិតជាត្រូវការដាវនេះខ្លាំងណាស់ការភ័យខ្លាចរបស់អ្នកតាបានផ្ទាល់ឲ្យសាននៅឱកាសដើម្បីរត់គេច ដោយមានជំនួយពីថាមពលបណ្ដោះអាសន្នរបស់ដាវសានបានធ្វើដំណើរយ៉ាងលឿនត្រឡប់ទៅកាន់ភូមិអន្លង់រុនវិញគេបានធ្វើដំណើរអស់រយៈពេល2យប់ទៀតរហូតដល់ទីបំផុតក៏មកដល់ទីទួលអ្នកតាមរងនៅពេលព្រឹកព្រលឹម ពេលសានមកដល់គេឃើញលោកតាគ្រូនិងម្ដាយរបស់គេកំពុងតែអង្គុយបន់ស្រន់នៅក្បែរទីទួលនោះពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញសានត្រឡប់មកវិញទាំងដែលមានរូបរាងក្មេងជាងមុនបន្តិចបើធៀបនឹងមុនពេលចេញដំណើរ សានគួនត្រឡប់មកវិញហើយម៉ែគិតថាបាត់បង់កូនហើយ ម្ដាយរបស់សានយំទាំងអោបកូន ក្មួយសានក្មួយបាននាំរបស់នោះមកវិញហើយឬលោកតាគ្រូស៊ូទាំងភ្នែកភ្លឺថ្លា សានបានបង្ហាញដាវកែវភ្នែកប្រលឹងទៅកាន់លោកតាគ្រូដាវនោះនៅតែបញ្ចេញពន្លឺពណ៌ស្វាយរលត់លោកតាគ្រូបាននិយាយទាំងប្រញាប់ ល្អណាស់ឥឡូវនេះយើងត្រូវតែថ្វាយវាទៅអ្នកតាមរងជាបន្ទាន់ប្រសិនបើយើងយឺតគាត់នឹងខឹងហើយទាមទារកាន់តែខ្លាំងតែយើងមិនត្រូវដាក់វានៅគល់ឈើទេយើងត្រូវតែកប់វាត្រង់កន្លែងអ្នកក្មួយបានកាប់ឆ្ការព្រៃដំបងសានលោកតាគ្រូនិងម្ដាយរបស់គេបានធ្វើដំណើរទៅកាន់ទីតាំងដែលសានបានចាប់ផ្ដើមកាប់ដើមឈើដំបងដែលជាកន្លែងធ្លាប់មានភ្លៀងក្រហមនិងដើមឈើហូរឈាម លោកតាគ្រូបានបញ្យល់ពីមូលហេតុដែលត្រូវកប់ដាវនៅទីនោះ អ្នកតម្រង់គាត់មានបំណងឲ្យកំណប់ទ្រព្យដ៏ពិសិដ្ឋរបស់គាត់ត្រឡប់ទៅរកដីដើមដែលបានចាប់ផ្ដើមភាពគំហឹងរបស់គាត់ការដែលក្មួយកាប់ឆ្ការព្រៃនៅទីនេះគឺមានន័យថាក្មួយបានប៉ះពាល់ដល់ឫសគល់នៃបារមីរបស់គាត់ដើមនេះគឺជាចំណងដែលត្រូវផ្សារភ្ជាប់បារមីគាត់ឲ្យនៅស្ងាត់ស្ងាំវិញ លោកតាគ្រូបានធ្វើពិធីសូត្រមន្តខ្លីមួយបន្ទាប់មកគាត់បានយកចប់កាប់មួយដើមហើយប្រាប់សានឲ្យជីកដីនៅត្រង់គល់ឈើដែលគេបានកាប់នោះ សានចាប់ផ្ដើមជីកដីដោយសារតែដាវកែវភ្នែកព្រលឹងបានផ្ដល់កម្លាំងមុខឲ្យគេខ្លះវិញគេអាចជីកបានដោយមិនលំបាកពេក ពេលជីកបានមួយសន្ទុះសានក៏បានដាក់ដាវកែវភ្នែកព្រលឹងចោះទៅក្នុងរន្ធនោះដាវនោះហាក់ដូចជាមានជីវិតហើយពេលដែលវាប៉ះនឹងដីស្រាប់តែមានផ្សែងពណ៌ខៀវមួយបានហុយចេញពីដីនោះយ៉ាងខ្លាំងភ្លាមនោះអាកាសធាតុដ៏ស្រឡះក៏បានប្រែប្រួលយ៉ាងលឿនខ្យល់ព្យុះកន្ត្រាក់មួយបានបក់យ៉ាងខ្លាំងរហូតដល់ដានឈើដែលនៅជិតៗនោះផ្អែងចុះឡើង នៅពេលដែលសានកំពុងកប់ដាវនោះដោយមិនទាន់រួចរាល់ផងស្រាប់តែមានសំឡេងក្រហមមួយបានបន្លឺឡើងពីលើមេឃទាំងដែលគ្មានពពកខ្មាំងងឹតអ្វីឡើយ សំឡេងនោះគឺជាសំឡេងរបស់ខ្មោចប្រលឹងអ្នកតាមរងដែលហាក់ដូចជានិយាយដោយត្រង់និងពេញដោយកំហឹងនិងការគោរព អញបាននាំរបស់ដែលជារបស់អញត្រឡប់មកទីនេះវិញហើយអញទទួលយកការបូជានេះកាលឯងហ៊ានប្រមាថដីរបស់អញក៏ទាមទារអាយុជីវិតរបស់ឯងឥឡូវឯងបានថ្វាយវិញនៅវត្ថុដែលអញស្រឡាញ់ជាងអាយុជីវិតទៅទៀត សំឡេងនោះបានផ្អាកមួយសន្ទុះហ
ហើយបានបន្តដោយសំឡេងទន់ភ្លន់ជាងមុនបន្តិច អញដោះលែងឯងហើយអាយុជីវិតឯងនឹងត្រឡប់មកវិញដូចដើមប៉ុន្តែចាប់ពីពេលនេះទៅឯងត្រូវតែថែរក្សាទីទួលនេះហើយត្រូវចាំថារឿងដែលមើលមិនឃើញគឺមានពិតកុំហ៊ានប្រមាថទៀត ពេលសំឡេងនោះស្ងប់ស្ងាត់ទៅវិញខ្យល់ព្យុះក៏បានរលត់បាត់អស់មេឃបានត្រឡប់មកស្រឡះល្អវិញសានបានគ្របដីលើដាវនោះឲ្យជិតហើយលោកតាគ្រូក៏បានដាក់ផ្ទាំងศิลาចារឹកតូចមួយនៅពីលើទីកប់ដាវនោះដើម្បីបញ្ជាក់ថាទីនោះជាទីកន្លែងសក្ការៈមួយផ្សេងទៀត នៅពេលដែលសានងាកមកមើលខ្លួនឯងគេមានអារម្មណ៍ថារាងកាយរបស់គេស្រាលវិញហើយគេប្រញាប់ទៅមើលមុខរបស់គេដោយប្រើទឹកក្នុងថ្លុបមួយក្បែរនោះជាកញ្ចក់ស្នាមជ្រីវជ្រួញទាំងអស់បានបាត់អស់សក់ស្ករបស់គេក៏បានត្រឡប់មកជាសក់ខ្មៅដូចដើមវិញសានបានត្រឡប់ទៅជាកំឡោះវ័យ23ឆ្នាំវិញហើយ ម្ដាយរបស់សានបានអរគុណលោកតាគ្រូនិងបានយំដោយក្តីរំភើបដោយសារតែកូនប្រុសរបស់ខ្លួនបានរួចផុតពីបណ្ដាសាហើយ បន្ទាប់ពីសានបានជាសះស្បើយនិងមានរូបរាងក្មេងដូចដើមវិញអ្នកភូមិអន្លង់រុនទាំងអស់មានការភ្ញាក់ផ្អើលនិងជឿជាក់កាន់តែខ្លាំងទៅលើបារមីរបស់អ្នកតាមរងសានបានប្រាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងដល់លោកតាគ្រូនិងម្ដាយរបស់គេឪពុករបស់សានក៏បានធូរស្បើយពីជំងឺយ៉ាងឆាប់រហ័សដូចជាគ្មានរឿងអ្វីកើតឡើងពីមុនចឹងរឿងរ៉ាវនៃការយាយីនិងការលះបង់របស់សានបានคล้ายជារឿងដំណើរដ៏ល្បីនៅក្នុងភូមិសានលែងជាយុវជនដែលមិនជឿលើអបិយជំនឿទៀតហើយតែគេបានคล้ายជាមនុស្សម្នាក់ដែលគោរពនិងកោតខ្លាចចំពោះអ្វីដែលមើលមិនឃើញ សានបានសម្រេចចិត្តមិនកាប់ឆ្ការព្រៃនោះទៀតទេគេបានលូកដីស្រែមួយចំណែកដែលនៅឆ្ងាយពីទីទួលអ្នកតាដើម្បីយកប្រាក់សងបំណុលហើយរក្សាចំណែកដីដែលនៅក្បែរទីទួលនោះទុកចោលទាំងសម្រាប់ការពារនិងទុកជាកន្លែងគោរពបូជា សានបានចងចាំនៅពាក្យសន្យារបស់គេចំពោះព្រលឹងខ្មោចញាក់តាគេបានចាប់ផ្ដើមថែរក្សានិងសម្អាតបរិវេណទីទួលញាក់តាមរងនិងទីកប់ដាវកែវភ្នែកព្រលឹងជារៀងរាល់ថ្ងៃសឺឬថ្ងៃពេញបរមីសានតែងតែរៀបចំគ្រឿងសក្ការៈបូជាថ្វាយអ្នកតាមរងដោយខ្លួនឯងគេបានក្លាយជាអ្នកបម្រើថ្មីរបស់ទីទួលអ្នកតាជំនួសលោកតាគ្រូដែលកាន់តែចាស់ទៅហើយដោយសារតែសានបានប្រឈមមុខជាមួយនឹងអ្នកតាមរងដោយផ្ទាល់និងបានរួចផុតពីគ្រោះថ្នាក់សានក៏បានបង្កើតចំណងមិត្តភាពល្អជាមួយលោកតាគ្រូភូមិលោកតាគ្រូបានបង្រៀនសាននៅចំណេះដឹងជាច្រើនអំពីអបិយជំនឿរបៀបបន់ស្រន់ត្រឹមត្រូវពិធីបួងសួងនិងមន្តអាគមការពារខ្លួនមួយចំនួន លោកតាគ្រូបាននិយាយប្រាប់សាន ក្មួយសានឥឡូវនេះក្មួយមិនមែនគ្រាន់តែជាអ្នកភូមិធម្មតាទេក្មួយមានចំណងចម្ពាក់នឹងបារមីអ្នកតាហើយអ្នកតានឹងការពារក្មួយប៉ុន្តែក៏រំពឹងថាក្មួយនឹងជួយរក្សាបារមីរបស់គាត់នៅក្នុងភូមិដែរសានបានទទួលយកការទុកកិច្ចនេះដោយស្មោះទោះបីជាសានបានរក្សាចម្ងាយពីទីទួលនិងគោរពបូជាក៏ដោយក៏ភាពចម្លែកនៅតែមិនបាត់បង់ទាំងស្រុងនោះទេនៅយប់មួយពេលដែលសានកំពុងដើរត្រឡប់មកពីទីទួលអ្នកតាស្រាប់តែគេបានឃើញស្រមោលបុរសខ្ពស់ធំកំពុងឈរនៅចម្ងាយមើលមកគេពីខាងគល់ឈើកគីម្ដងទៀតលើកនេះសានមិនបានរត់ទេគេបានឈរស្ងៀមហើយអុជធូបបន់ស្រន់ដោយគោរព ស្រមោលនោះក៏បានរលាយបាត់ទៅវិញដោយស្ងាត់ស្ងៀម ប៉ុន្តែនៅពេលសានមកដល់ផ្ទះគេបានកត់សម្គាល់ឃើញថានៅមាត់ទ្វារផ្ទះរបស់គេស្រាប់តែមានស្លឹកឈើនិងដីដែលហាក់ដូចជាមាននរណាម្នាក់យកមកដាក់នៅទីនោះដូចជាការសម្គាល់ទឹកដីស្លឹកឈើទាំងនោះគឺជាស្លឹករបស់ដើមឈើកូគៀដែលដុះនៅទីទួលអែកតា សានដឹងថាព្រលឹងខ្មោចញាតាមិនបានទៅឆ្ងាយពីគេទេគឺនៅតែតាមដាននឹងការពារឬយាយីគេជានិច្ច សានបានយកស្លឹកឈើកូគៀនិងដីនៅមុខផ្ទះរបស់គេទៅបង្ហាញលោកតាគ្រូភូមិលោកតាគ្រូបានពិនិត្យមើលវាដោយប្រុងប្រយ័ត្នហើយទឹកមុខរបស់គាត់ក៏ស្លេកស្លាំង ក្មួយសាននេះមិនមែនជារឿងធម្មតាទេអ្នកតាមរងគាត់មិនបានធ្វើបែបនេះទេនេះគឺជារបៀបសម្គាល់ទឹកដីរបស់អ្នកតាព្រៃផ្សេងទៀត លោកតាគ្រូបានពន្យល់ថាភូមិអន្លង់រុនស្ថិតនៅចន្លោះបារមីខ្លាំងៗពីរមួយគឺអ្នកតាមរងដែលជាបារមីការពារវាលស្រែនិងសេចក្តីសុខរបស់ភូមិមួយទៀតគឺអ្នកតាក្រហម
ដែលជាបារមីព្រៃជ្រៅដែលល្បីថាមានចិត្តកាចសាហាវនិងចូលចិត្តយាយីមនុស្សអ្នកតាក្រហមមិនពេញចិត្តនឹងការគោរពបូជាទាំងអស់ដែលរហូតទៅរកតែអ្នកតាមរុកនោះទេកាលពីមុនអ្នកតាក្រហមមិនហ៊ានចេញមុខទេព្រោះបារមីអ្នកតាមរុងខ្លាំងជាងតែពេលនេះដោយសារតែក្មួយបានជីកកកែដេកបែទីតួអ្នកតាមរុងរួចយកដាវកំណប់របស់គាត់ទៅកប់ទៀតគាត់ហាក់ដូចជាបានចំណាយថាមពលមួយចំណែកធំក្នុងការផ្សះផ្សាជាមួយក្មួយឥឡូវអ្នកតាក្រហមដឹងថាបារមីអ្នកតាមរុងឆក់ខ្សោយបន្តិចគាត់ក៏ចាប់ផ្ដើមរុលចូលមកហើយនិយាយអត្ថបទនេះ2ថ្ងៃបន្ទាប់ពីការប្រមានរបស់លោកតាគ្រូហេតុការណ៍ចម្លែកក៏បានកើតឡើងនៅជាយភូមិដែលនៅជិតនឹងព្រៃជ្រៅរបស់អ្នកតាក្រហមកសិករម្នាក់ឈ្មោះពូដួងដែលមានដីនៅក្បែរព្រៃនោះបានរាយការណ៍ថាស្រាប់តែមានសត្វចិញ្ចឹមរបស់គាត់ដូចជាមាន់និងទាស្លាប់ដោយចម្លែកមិនមានស្នាមរបួសអ្វីនៅលើខ្លួនពូពាឡើយតែហាក់ដូចជាមានអ្វីមួយបានបឺតយកកម្លាំងជីវិតរបស់ពូពាអស់លើពីនេះនៅជុំវិញផ្ទះរបស់ពូដួងគេបានឃើញមានស្នាមជើងមនុស្សยักษ์ដែលមានតែតម្រៀមជើងម្ខាងប៉ុណ្ណោះហាក់ដូចជាស្នាមជើងរបស់ខ្មោចពិសាចអីចឹងអ្នកភូមិចាប់ដើមភ័យខ្លាចយ៉ាងខ្លាំងហើយខ្លាក៏ចាប់ដើមជេរប្រមាថសានថាជាអ្នកដែលនាំសំណាងអាក្រក់មកឲ្យភូមិដោយសារតែហ៊ានដាស់បារមីទាំងឡាយសានដឹងថាគេជាអ្នកបង្កបញ្ហានេះដូច្នេះគេត្រូវតែដោះស្រាយវាគេបានទៅសុំយោបល់ពីលោកតាគ្រូលោកតាតើយើងគួរធ្វើដូចម្តេចបារមីអ្នកតាក្រហមកំពុងតែយាយីភូមិហើយលោកតាគ្រូបានប្រាប់សានថាមានតែអ្នកតាមរងទេដែលអាចទប់ទល់នឹងអ្នកតាក្រហមបានក្មួយត្រូវតែបង្កើនបារមីអ្នកតាមរងឡើងវិញហើយមានតែរបស់ដែលអ្នកតាស្រឡាញ់បំផុតទេទើបអាចធ្វើបានលោកតាគ្រូបាននាំសានទៅកាន់ទីទួលអ្នកតាមរងគាត់បានប្រាប់សានឲ្យធ្វើពិធីពិសេសមួយដោយប្រើឈាមរបស់សត្វមានជីវិតមួយដើម្បីលាបទៅលើទីកប់ដាវកែវភ្នែកប្រលឹងឈាមគឺជាគ្រឿងបូជាដែលមានថាមពលខ្លាំងបំផុតអ្នកតាមរងត្រូវការវាដើម្បីប្រមូលផ្ដុំកម្លាំងរបស់គាត់ឡើងវិញហើយមានតែក្មួយទេដែលអាចធ្វើពិធីនេះបានเพราะក្មួយមានចំណងជាមួយគាត់ហើយនៅយប់នោះសានបានរៀបចំពិធីដោយមានការយល់ព្រមពីលោកតាគ្រូគេបានយកមាន់ខ្មៅមួយក្បាលទៅកាន់ទីទួលអ្នកតាមរងហើយចាប់ផ្ដើមសូត្រមន្តការពារដែលលោកតាគ្រូបានបង្រៀនពេលសានចាប់ផ្ដើមធ្វើពិធីស្រាប់តែខ្យល់បានបក់មកយ៉ាងខ្លាំងគេមានអារម្មណ៍ថាមានស្រមោលខ្មៅរាប់មិនអស់កំពុងតែហ៊ុំព័ទ្ធខ្លួនគេពីចម្ងាយហាក់ដូចជាពួកគេជាបាវបំរើរបស់អ្នកតាក្រហមសានដឹងថាការប្រឈមមុខដាក់គ្នារវាងបារមីដ៏ខ្លាំងក្លាកំពុងតែចាប់ផ្ដើមហើយនៅកណ្ដាលរាត្រីដ៏ស្ងាត់ជ្រងំសានឈរតែម្នាក់ឯងនៅមុខទីកប់ដាវកែវភ្នែកប្រឡឹងដោយមានមាន់ខ្មៅមួយក្បាលនៅក្នុងដៃពេលសានចាប់ផ្ដើមសូត្រមន្តការពារដែលលោកតាគ្រូបានបង្រៀនស្រាប់តែខ្យល់បក់មកកាន់តែខ្លាំងរហូតដល់ហាក់ដូចជាមានអ្វីមួយកំពុងទប់ទល់នឹងសម្លេងមុនរបស់គេសម្លេងគ្រោះហឹមហឹមនិងការស្រែកយំយ៉ាងព្រឺព្រួតក៏បានបន្លឺឡើងពីក្នុងព្រៃជ្រៅដែលជាអាណាចក្រនៃអ្នកតាក្រហមសានដឹងថាពួកគេកំពុងខិតចូលមកជិតហើយដោយមិនបង្អង់យូរសានបានប្រមូលផ្ដុំស្មារតីទាំងអស់ហើយចាប់ផ្ដើមធ្វើពិធីបូជាគេបានយកមាន់ទាំងម៉ៃនោះទៅបូជាតាមក្បួនខ្នាតហើយលាបឈាមស្រស់ៗរបស់វាទៅលើទីកប់ដាវនៅពេលដែលឈាមប៉ះនឹងដីស្រាប់តែទីកប់ដាវនោះបានបញ្ចេញពន្លឺពណ៌មាសដ៏ខ្លាំងក្លាមួយរំពេចដែលចាំងរហូតដល់ភ្លឺជាងព្រះច័ន្ទទៅទៀតភ្លាមៗនោះសំឡេងគ្រហឹមអ្នកតាមរងក៏បានបន្លឺឡើងវិញពីលើអាកាសប៉ុន្តែលើកនេះវាជាសំឡេងដែលពោពេញទៅដោយកម្លាំងនិងអំណាចអញអ្នកតាមរងអញទទួលយកការថ្វាយនេះហើយកម្លាំងរបស់អញបានត្រឡប់មកវិញហើយនៅពេលដែលពន្លឺពណ៌មាសអ្នកតាមរងបានបញ្ចេញស្រមោលខ្មៅរាប់មិនអស់ដែលហ៊ុំព័ទ្ធសានក៏បានស្រែកយំហើយព្យាយាមរត់គេចបន្ទាប់មកសានបានឃើញនៅទិដ្ឋភាពដ៏អស្ចារ្យមួយដោយភ្នែករបស់គេផ្ទាល់ពីលើគល់ឈើគគីដ៏ធំសម្បើមនៃទីទួលអ្នកតាមរងបានលេចចេញនៅរូបរាងខ្មៅដ៏ធំមហិមាមួយដែលមានរស្មីពណ៌មាសព័ទ្ធជុំវិញរូបរាងនោះគឺជារូបរាងរបស់បុរសមាសធំដែលមានពាក់មួកទាហានបុរាណហើយកាន់ដាវដែលមើលមិនឃើញនៅទិសដៅម្ខាងទៀតពីក្នុងព្រៃជ្រៅក៏បានលេចចេញនៅរូបរាងក្រហមឆ្អៅដ៏កាចសាហាវមួយ
ដែលមានរូបរាងដូចជាខ្មោចបិសាចហើយភ្នែករបស់វាបញ្ចេញពន្លឺក្រហមនោះគឺអ្នកតាក្រហមរូបរាងខ្មៅមៀអ្នកតាមរងនិងរូបរាងក្រហមឆ្អៅអ្នកតាក្រហមបានប៉ះទង្គិចគ្នានៅលើអាកាសផ្គរលន់បានបន្លឺឡើងហើយរន្ទះក៏បានបាញ់ចុះមកពីលើមេឃទាំងដែលគ្មានភ្លៀងសោះទីនោះបានคล้ายជាសមរភូមិរវាងបារមីទាំងពីរសានដែលឈើនៅចន្លោះបារមីទាំងពីរនោះមានអារម្មណ៍ថាធម្មពលដ៏ខ្លាំងក្លាបានបោកបុករាងកាយរបស់គេរហូតដល់គេដួលទៅលើដី ទីបំផុតបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវសំឡេងញាតិការក្រហមក៏បានបន្លឺឡើងដោយការឈឺចាប់អញនឹងត្រឡប់មកវិញអញនឹងសងសឹក រូបរាងក្រហមឆ្អៅនោះក៏បានរលាយបាត់ទៅវិញចូលទៅក្នុងព្រៃជ្រៅ ពន្លឺពណ៌មាសរញាក់តាមរងក៏បានរលត់ទៅវិញបន្តិចម្ដងទីនោះក៏បានត្រឡប់មកស្ងាត់ស្ងាត់វិញ លោកតាគ្រូដែលបានលបមើលពីចម្ងាយបានរត់មកចាប់សានឲ្យក្រោកឡើងក្មួយសានក្មួយបានធ្វើវាហើយក្មួយបានជួយបង្កើនបារមីអ្នកតាមរងឡើងវិញហើយគាត់បានឈ្នះការប្រយុទ្ធនេះហើយភូមិយើងរួចផុតពីការយាយីអ្នកតាក្រហមហើយសានហត់នឿយខ្លាំងណាស់តែគេក៏មានអារម្មណ៍ថាសុវត្ថិភាពបានត្រឡប់មកដល់ភូមិវិញហើយប្រហែលឆ្នាំក្រោយមកភូមិអន្លង់រុនបានត្រឡប់ទៅរកភាពស្ងប់ស្ងាត់និងសម្បូរហូរហៀឡើងវិញប្រជាជននៅទីនោះគោរពបូជាអ្នកតាមរុនយ៉ាងខ្ជាប់ខ្ជួនហើយមិនហ៊ានប៉ះពាល់ទីទួលអ្នកតាទៀតទេកសិករដែលធ្លាប់ត្រូវអ្នកតាក្រហមយាយីក៏ទទួលបានសេចក្តីសុខឡើងវិញដែរ សានបានក្លាយជាអ្នកគ្រប់គ្រងទីទួលអ្នកតាភ្លូកាគេបន្តរក្សាការសន្យារបស់ខ្លួនដោយថែរក្សាទីទួលនោះយ៉ាងយកចិត្តទុកដាក់ដោយសារតែលោកតាគ្រូមានវ័យចំណាក់ខ្លាំងហើយសានក៏បានទទួលតួនាទីជាអ្នកមើលការខុសត្រូវរឿងបារមីនិងអភ័យជំនឿស្ទើរតែទាំងស្រុង សានលែងរឹងរូសឬមិនជឿលើអ្វីដែលមើលមិនឃើញទៀតហើយគេដឹងថាពិភពដែលមើលមិនឃើញគឺនៅជុំវិញខ្លួនយើងជានិច្ចហើយថាអ្វីដែលគេធ្លាប់បានឆ្លងកាត់គឺជាការពិតដ៏គួរឲ្យខ្លាចទោះបីជាសានមានជីវិតរស់នៅធម្មតាវិញហើយក៏ដោយក៏គេនៅតែមានទំនាក់ទំនងចម្លែកជាមួយព្រលឹងខ្មោចអ្នកតាមរងដែរនៅយប់មួយសានបានយល់សប្តិឃើញរឿងរ៉ាវដ៏ចម្លែកមួយគេឃើញអតីតកាលរបស់បុរសមាធំដែលឥឡូវនេះคล้ายជាអ្នកតាមរងក្នុងសព្វនោះគេឃើញបុរសម្នាក់ឈ្មោះពូមរងដែលជាអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់រស់នៅក្នុងសម័យបុរាណគាត់មានដាវកែវភ្នែកព្រលឹងនៅក្នុងដៃហើយតែងតែការពារភូមិរបស់គាត់ពីការឈ្លានពានដីដែលសានបានកាប់ឆ្ការព្រៃកាលពីដើមនោះគឺជារងភ្នំដែលពូមរងលាក់ដាវរបស់គាត់មុនពេលគាត់ស្លាប់ពូមរងបានស្លាប់ដោយសារកាយការក្បត់របស់មនុស្សក្នុងភូមិខ្លួនឯងដែលចំណែននឹងអំណាចរបស់គាត់បានស្លាប់នៅត្រង់គល់ឈើកគីដែលជាទីទួលអ្នកតាឥឡូវនេះមុនពេលស្លាប់គាត់បានស្បត់ថាព្រលឹងរបស់អញនឹងនៅយាមដីនេះជារៀងរហូតអ្នកណាល្អអញការពារអ្នកណាហ៊ានប្រមាថនឹងតរិះអញយកអាយុជីវិតមកសងនៅពេលដែលសានភ្ញាក់ពីដំណេកគេក៏យល់ពីមូលហេតុដែលអ្នកតាមរងទៀមទាអាយុរបស់គេអ្នកតាមរងពូមរងបានបាត់បង់អាយុជីវិតដោយសារតែការក្បត់ប្រមាថរបស់មនុស្សសានបានប្រមាថដីរបស់គាត់ដូច្នេះអ្នកតាទៀមទាអ្វីដែលគាត់បានបាត់បង់ដូចគ្នាគឺអាយុជីវិតហើយការដែលសានយកដាវដែលជាវត្ថុពិសិដ្ឋបំផុតរបស់គាត់ទៅកប់នៅកន្លែងដែលសានបានប្រមាថអ្នកតាកន្លែងកើតហេតុគឺដូចជាការផ្សះផ្សារវាងអតីតកាលនិងបច្ចុប្បន្នសានដឹងថាខ្មោចប្រលឹងនៅតាមរងគឺមិនមែនជាខ្មោចដែលយាយីមនុស្សអាក្រក់ទេតែជាវិញ្ញាណការពារដែលគ្រាន់តែចង់ឲ្យគេគោរពនៅកិច្ចសន្យានិងសេចក្តីស្មោះត្រង់ចំពោះដីធ្លីនិងជំនឿតែប៉ុណ្ណោះសានបានទៅជួបលោកតាគ្រូហើយរៀបរាប់ពីសុបិនរបស់គេលោកតាគ្រូបានញញឹមហើយនិយាយថាល្អណាស់ក្មួយសាននេះពេញហាញថាអ្នកតាទំរងបានទទួលស្គាល់ក្មួយជាអ្នកស្នងទំនែងរបស់គាត់ហើយគាត់បានពេញហាញអាចកំបាំងទាំងអស់ឲ្យក្មួយដឹងហើយក្មួយត្រូវតែបន្តថែរក្សាបារមីគាត់និងការពារភូមិអន្លង់រុនពីការយាយីផ្សេងទៀតសានបានទទួលយកមរតកនេះដោយមោទភាពគេបានយល់ច្បាស់ពីទម្ងន់នៃទំនួលខុសត្រូវរបស់គេក្នុងការរក្សាចំណងរវាងមនុស្សនិងបារមីការពារប្រមាណទសវត្សរ៍បានកន្លងផុតទៅកំឡោះសានលែងជាកំឡោះដូចមុនទៀតហើយគេបានក្លាយជាលោកតាគ្រូសានវ័យចំណាស់
ដែលមានកិត្តិយសនិងការគោរពបំផុតនៅក្នុងភូមិអន្លង់រុនគាត់បានរៀបការហើយមានកូនចៅជាច្រើន ពេញមួយជីវិតរបស់គាត់លោកតាគ្រូសានបានបម្រើអ្នកតាមរុងដោយស្មោះត្រង់និងបានការពារភូមិពីការយាយីផ្សេងទៀតដោយប្រើប្រាស់ចំណេះដឹងដែលគាត់បានរៀនសូត្រពីអតីតលោកតាគ្រូនិងបទពិសោធន៍ផ្ទាល់ខ្លួនអ្នកតាក្រហមមិនដាល់ហ៊ានចូលមកក្នុងទឹកដីអន្លង់រុនទៀតឡើយលោកតាគ្រូសានតែងតែរៀបរាប់រឿងរ៉ាវរបស់ខ្លួនទៅកាន់កូនចៅនិងអ្នកភូមិដើម្បីជាមេរៀនមួយថាជំនឿនិងការគោរពគឺសំខាន់ជាងភាពរឹងរូសនិងការប្រមាថនៅពេលដែលលោកតាគ្រូសានមានវ័យចំណាស់ខ្លាំងហើយដឹងថាពេលវេលារបស់គាត់ជិតអស់ហើយគាត់ក៏បានត្រៀមខ្លួនសម្រាប់ការផ្ទេរមរតកនេះទៅឲ្យកូនប្រុសរបស់គាត់ដែលមានឈ្មោះថាពន្លឺគឺជាយុវជនម្នាក់ដែលមានចិត្តគោរពនិងស្មោះត្រង់តាំងពីក្មេង លោកតាគ្រូសានបាននាំពន្លឺទៅកាន់ទីទួលញាក់តាមរុងជាលើកចុងក្រោយ កូនពន្លឺចាប់ពីថ្ងៃនេះទៅកូនត្រូវតែបន្តថែរក្សាទីទួលនេះនិងរក្សាពាក្យសន្យារបស់តាជាមួយនឹងញាក់តាមរុងចាំថាញាក់តាគឺជាអ្នកការពារភូមិយើងហើយគាត់នៅទីនេះក៏ដោយសារតែកូនបានថ្វាយកំណប់របស់គាត់ត្រឡប់មកវិញកូនត្រូវតែគោរពគាត់ឲ្យខ្លាំងជាងជីវិតរបស់កូនទៅទៀត ពន្លឺបានទទួលយកដំបងបានរបស់ឪពុកគេហើយបានស្បត់ថានឹងបន្តបំពេញកាតព្វកិច្ចនេះនៅយប់នោះលោកតាគ្រូសានដេកលក់យ៉ានស្ងប់ស្ងាត់នៅលើគ្រែរបស់គាត់មុនពេលគាត់ដាច់ខ្យល់គាត់បានឃើញនៅរូបរាងខ្មៅមាសរបស់ប្រលឹងខ្មោចអ្នកតាមរុងកំពុងឈរនៅក្បែរដំណេករបស់គាត់អ្នកតាមរុងបាននិយាយដោយសំឡេងដ៏រំភើយនិងពេញដោយការពេញចិត្ត សានឯងបានបំពេញកាតព្វកិច្ចរបស់ឯងបានយ៉ាងល្អហើយឯងបានរៀនសូត្រមេរៀនរបស់ឯងហើយឥឡូវនេះឯងអនុញ្ញាតឲ្យឯងបានសម្រាកហើយសន្តិភាពនឹងនៅជាមួយឯងនិងគ្រួសារឯងនឹងបន្តការពារទីនេះពេលរូបរាងអ្នកតាមរងរលាយបាត់ទៅលោកតាគ្រូសានក៏ដកដង្ហើមជុងក្រោយហើយលាចាកលោកទៅដោយភាពស្ងប់សុខរឿងនិទានប្រលឹងខ្មោចអ្នកតាបានបញ្ចប់នៅទីនេះវាបានបន្សល់ទុកនូវមេរៀនដ៏សំខាន់មួយសម្រាប់អ្នកភូមិអន្លង់រុននិងអ្នកស្ដាប់ទាំងអស់ថាអបិយជំនឿមិនមែនគ្រាន់តែជាការភ័យខ្លាចនោះទេតែវាគឺជាចំណងរវាងមនុស្សនិងធម្មជាតិដ៏ជ្រាលជ្រៅបំផុតការគោរពនិងភាពស្មោះត្រង់គឺជាគន្លឹះដើម្បីរស់នៅដោយសុខសន្តិភាពនៅក្នុងលោកីដែលមានបារមីកັບរមី ដាវកែវភ្នែកប្រលឹងនៅតែស្ថិតនៅក្រោមដៃក្នុងទីកបបកំណប់នោះហើយបន្តជាមូលដ្ឋានគ្រឹះនៃបារមីអ្នកតាមរុងដែលយាមកាមភូមិអន្លង់រុនជារៀងរហូតទៅត សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានរឿងនិទានដ៏ព្រឺព្រួយនេះពីដើមរហូតដល់ចប់ សូមរងចាំតាមដាននៅរឿងនិទានអាចកំបាំងផ្សេងទៀតនៅក្នុង Channel រាត្រីដំណាលរបស់យើងនៅពេលក្រោយ